បងបងមានឆ្ងល់អត់ថាហេតុអ្វីបានជាកន្លែងលេងតកកនេះធ្វើឡើងម្ដងហើយម្ដងទៀតជារៀងរាល់ឆ្នាំអាណាចក្រចម្លាក់តកកមួយនេះគឺស្ថិតនៅទីក្រុងហាពីងជារៀងរាល់ឆ្នាំគឺគេនឹងចំណាយពេលវេលាប្រហែលជា1ខែក្នុងការសាងសង់នៅរូបចម្លាក់ទាំងអស់នេះឡើងដែលមានតាំងពីអគារប្រាសាទនិងសន្តវិមានហើយរូបចម្លាក់ទាំងអស់នេះត្រូវបានធ្វើឡើងពីតកកពិតៗតែម្ដងក្នុងផ្ទៃដីដ៏ធំរហូតដល់ 1.2 លានម៉ែត្រការ៉េទៀតជារៀងរាល់ឆ្នាំគឺគេប្រើប្រាស់តកកនិងព្រិលប្រមាណ 400,000 ម៉ែត្រគូបដើម្បីសាងសង់ទីក្រុងតកកដ៏ធំមួយនេះឡើងហើយដោយសារតែអាណាចក្រតកកមួយនេះត្រូវបានធ្វើឡើងនៅខាងក្រៅជាលក្ខណៈ outdoor អញ្ចឹងហើយបានជាភ្ញៀវទេសចរជាតិនិងអន្តរជាតិអាចមកលេងបានតែក្នុងកំឡុងពេលរដូវកាលធ្លាក់ព្រិលតែប៉ុណ្ណោះចាប់ពីខែ12រហូតដល់ខែ2ព្រោះពេលយើងផ្លាស់ប្ដូរចូលទៅដល់ក្នុងរដូវផ្ការីកវិញតកកគឺចាប់ផ្ដើមធ្វើការរលាយបន្តិចម្ដងអញ្ចឹងហើយបានជាអាណាចក្រចម្លាក់តកកមួយនេះត្រូវបានធ្វើឡើងជារៀងរាល់មួយឆ្នាំម្ដងបងចង់ទៅលេងព្រិលនិងបង្កើតអនុស្សាវរីយ៍ដែលល្អបងអាចធ្វើការទំនាក់ទំនងមកកាន់ Facebook Page Vigo Travel បានដើម្បីទទួលបាននូវព័ត៌មានលម្អិតបន្ថែមបាយ